ថ្មីនេះអ្នកគ្នាត្រូវបានគេប្រទះឃើញសាកសពនារីជំទង់ម៉ាឡេស៊ីម្នាក់ត្រូវបានគេចាក់ជាង200ដងនៅក្នុងបន្ទប់ទឹកសាលារៀនមួយដែលរឿងនេះបានកើតឡើងនៅក្នុងទីក្រុងប៉ាតាលីងចាយ៉ាសាឡាង៉ូប្រទេសម៉ាឡេស៊ីដែលហេតុការណ៍នេះកើតឡើងចេញពីក្មេងប្រុសម្នាក់ដែលមានឈ្មោះថាអាមេរ៉ូដែលមានអាយុ14ឆ្នាំជាមនុស្សដែលចូលចិត្តស្ងៀមស្ងាត់និយាយទៅគឺគាត់ focus តែរឿងរៀនរបស់គាត់ទេប៉ុន្តែអាមេរ៉ូយើងហ្នឹងគឺបានលួចស្រឡាញ់នារីម្នាក់ដែលមានឈ្មោះថាយ៉ាប់ស៊ីងស៊ុនអាយុ16ឆ្នាំជាសិស្សដ៏ល្អម្នាក់ស្អាតរូសរីសខ្ពស់ថែមទាំងកូនកាត់ចិនទៀតផងហើយអាមេរ៉ូយើងនេះគឺគាត់មិនដែលចោះចាញ់ទេគាត់តែងតែផ្ញើសារនិយាយពីសារភាពស្នេហ៍និយាយពីអារម្មណ៍របស់គាត់ទៅកាន់ស៊ីងស៊ុនរហូតវាធ្វើឲ្យស៊ីងស៊ុនយើងនឹងគឺមានអារម្មណ៍ថាធុញទន់ខ្លាំងសម្បីតែឆារបស់គាត់គឺនេះមិនដែលចូលមើលផងបន្ទាប់ពីនោះមកអាមេរ៉ូយើងគឺគាត់អន់ចិត្តខ្លាំងមែនតើគាត់ក៏បានសរសេរពីក្តីស្រឡាញ់និងភាពខ្មៅងងឹតរបស់គាត់នៅក្នុងសៀវភៅមុនព្រឹត្តិការណ៍នេះកើតឡើងនឹងគឺបានសង្កល់ឃើញអាមេរ៉ូយើងនឹងគឺសម្លឹងទៅស៊ីងស៊ុនយើងក្នុងខ្សែភ្នែកដ៏គួរឲ្យខ្លាចអ្នកគ្នាគឺភ្នែកមើលទៅពោពេញដោយគំនុំដែលក្នុងសៀវភៅរបស់គាត់ដែលគេបានផុសនឹងគឺបង្ហាញថាបើសិនជានាងនឹងមិនស្រឡាញ់ខ្ញុំវិញបានទេខ្ញុំនឹងធ្វើឲ្យនាងស្គាល់ពីអារម្មណ៍របស់ខ្ញុំវិញ